បន្តទស្សនានៅព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងវិញទស្សនិកជនជាទីមេត្រីអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាខេត្តគឺបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅពេលនេះអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំសាបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញក្រោមអធិបតីភាពឯកឧត្តមសុនសវណ្ណរិទ្ធប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកជំទាវកាយច័ន្ទមនីតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងឯកឧត្តមឯកសុនរស្មីប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រងឹលនិងឯកឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកាប្រមាណជាង500នាក់ឯកឧត្តមសុនសវណ្ណរិទ្ធបានពំនាំនឹងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចគតិប្រិបណ្ឌិតព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវដែលតែងតែគិតគូរពីសុខទុក្ខបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាហើយនៅពេលនេះសមិទ្ធផលថ្មីជាអគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំសាបនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅឯកឧត្តមបានថ្លែងអំណរគុណដល់លោកប៉ែនច័ន្ទរិទ្ធដែលជាអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកកំពង់ត្រឡាចនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានចុះជួយឃុំសែតដែលបានដឹកនាំសាងសង់អគារស្នាក់ការគណៈបករួមនឹងលោកប្រធានអនុប្រធានសមាជិកក្រុមការងារឃុំនិងសប្បុរសជនដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយទាំងចិត្តនិងបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងស្នាក់ការនេះឡើងស្របពេលដែលសមាជិកសមាជិកាគណៈបកត្រូវការប្រើប្រាស់ជាពហុប្រយោជន៍យ៉ាងចាំបាច់អគារស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំសែបនេះគឺធ្វើឡើងពីបេតុងឆ្អឹងដែកប្រក់ក្បឿងជ័រមានទទឹងជាង9ម៉ែត្របណ្ដោយ24ម៉ែត្រកម្ពស់7ម៉ែត្រដែលបានសង់លើផ្ទៃដីទំហំ 13A និង26សង់ទី A ស្ថិតនៅភូមិក្បាលថ្នល់ឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាជាពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជាធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនជាបន្តបន្ទាប់មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលបានតភ្ជាប់ពីទីក្រុងទៅជនបទគ្រប់ទីកន្លែងនិងតភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយទៀតដោយសារតែមានការគិតគូរនិងអភិវឌ្ឍរបស់គណៈបកប្រជាជនកម្ពុជាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រជាពលរដ្ឋមានជីវភាពល្អប្រសើរនិងមានសុខសន្តិភាពសណ្ដាប់ធ្នាប់ល្អដល់ប្រជាជនកម្ពុជាគ្រប់រូបជាពិសេសសមាជិកសមាជិកាគណៈបកប្រជាជនដែលបានយល់ពីតម្លៃនៃសុខសន្តិភាពដែលបាននឹងកំពុងរួមគ្នាថែរក្សាឲ្យបានគង់វង្សល្អព្រោះមានតែសុខសន្តិភាពនេះទេដែលធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ